Senot Angelita គឺជាកន្លែងមួយទឹកដ៏ប្លែកនិងចម្លែកបំផុតនៅលើពិភពលោកដែលមានទីតាំងនៅក្បែរទីក្រុងជូលៀមភាគខាងកើតនៃឧបទ្វីបយូកានតាននៃប្រទេសមិចស៊ីកូហើយមនុស្សជាច្រើនបានហៅទីកន្លែងនោះថា Cenote មកពីពាក្យម៉ាយ៉ានដែលមានន័យថាអណ្ដូងទឹកពួកវាគឺជារណ្ដៅធម្មជាតិដែលកើតឡើងពីថ្មកំបោរនៅលើដីដែលបានបាក់ស្រុតចុះក្រោមនិងបង្ហាញឲ្យឃើញច្បាស់ពីប្រភពទឹកក្រោមដីសម្រាប់ជនជាតិម៉ាយ៉ានបុរាណ Cenote គឺជាទីកន្លែងដ៏ពិសិដ្ឋដែលតំណាងឲ្យច្រកផ្លូវទៅពិភពក្រោមដីអ្វីដែលធ្វើឲ្យ Cenote Angelita ពិសេសនោះគឺជាបាតុភូតទន្លេក្រោមទឹកដ៏ចម្លែករបស់វានៅជម្រៅប្រហែល30ម៉ែត្រមានស្រទាប់យ៉ាងក្រាស់ដែលបំបែករវាងទឹកសាបនៅខាងលើនិងទឹកប្រៃនៅខាងក្រោមស្រទាប់នៃអូស្មန်នេះត្រូវបានកើតឡើងពីការរលួយនៃវត្ថុសរីរាង្គដែលបានធ្លាក់ចូលក្នុងរណ្ដៅនេះអស់ជាច្រើនសតវត្សនៅពេលដែលអ្នកមុជទឹកជំនួសចូលទៅក្នុងជម្រៅ30ម៉ែត្រអ្នកនឹងបានឃើញទិដ្ឋភាពដ៏អស្ចារ្យស្រទាប់អូស្មန်ពណ៌សប្រៀបដូចជាអាបឬមានពពកមួយដែលបានបង្កើតឡើងដូចជាទន្លេកំពុងតែហូរនៅក្រោមទឹកដើមឈើនិងមែកឈើដែលបានលេចនៅទីនោះធ្វើឲ្យទិដ្ឋភាពនៅទីនោះប្រៀបបានដូចជាព្រៃឈើដ៏អាចកំបាំងមួយនៅក្រោមទឹកការជ្រមុជទឹកនៅ Cenote គឺជាបទពិសោធន៍ដ៏អស្ចារ្យនិងប្លែកពីគេប៉ុន្តែវាមិនស័ក្តិសមសម្រាប់អ្នកដែលទៅតែមុជទឹកដំបូងនោះទេដោយសារតែជម្រៅរបស់វានិងលក្ខខណ្ឌដ៏ប្លែករបស់វាជាទន្លេក្រោមទឹកការមុជទឹកនៅទីនោះគឺតម្រូវឲ្យអ្នកមានសមត្ថភាពនិងបទពិសោធន៍ខ្ពស់ទើបមានសុវត្ថិភាពនៅពេលដែលអ្នកមុជទឹកជ្រៅទៅក្នុងស្រទាប់អូស្មန်បរិយាកាសនៅទីនោះនឹងប្រែទៅជាងងឹតនិងមិនអាចមើលឃើញអ្វីៗទាំងអស់ដូច្នេះអ្នកមុជទឹកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ព្រោះថាអូស្មန်អ៊ីត្រូសែនសូលហ្វីតមានផ្ទុកនូវសារជាតិពុលប៉ុន្តែអ្នកមុជទឹកអាចនឹងមានសុវត្ថិភាពដរាបណាពួកគេប្រើប្រាស់បំពង់អុកស៊ីហ្សែននិងស្លៀកពាក់ខោអាវជំនួយទឹកបានត្រឹមត្រូវតើអ្នកទាំងអស់គ្នាហ៊ានសាកល្បងយកជីវិតរបស់អ្នកទាំងអស់គ្នាទៅមើលទន្លេក្រោមទឹកដែរឬទេ comment ខាងក្រោមវីដេអូនេះកុំភ្លេច follow អ្នកមួយផងណា